ชีวิตในពិភពតុក្កតាសួស្តីប្រិមត្តបានអបឡាយទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទ Mr. Manga នឹងនាំអ្នកទាំងអស់គ្នាទៅក្នុងពិភពតុក្កតានៅក្នុងរឿងកំពូលក្បាច់គុណដែលជាភាពបន្តដូចតទៅមុនចាប់តាមពេលថ្មីយើងក៏រំលឹកពីចាស់ជាមុនសិនដែលនៅក្នុងពីមុនយើងក៏បានដឹងថាយ៉ាងកែរបស់យើងគឺបានទៅយកថ្នាក់ដើម្បីព្យាបាលបឋមទៅលើកូនរបស់ចាំងសានតមកយ៉ាងកែរបស់យើងគឺថាធ្វើអំពើល្អគឺថាបានផលល្អពិតមែនយ៉ាងកែរបស់យើងក៏បានរកឃើញនៅផ្កាវិញ្ញាណបេសតនៅក្នុងរូងភ្នំនោះផងដែរបន្តមកនៅចំភាគយើងក៏បានឃើញថាយ៉ាងកែរបស់យើងគឺថាមកចំពេលល្អខ្លាំងណាស់គឺថាមកចំពេលចំស៊ូម៉ូចំរដិបផ្ទះរបស់យ៉ាងកែអញ្ចឹងណាដល់ក៏បានខែពេលយូរយើងតាមដានភាគថ្មីទាំងអស់គ្នាចាប់នឹងទៅមើលថាស៊ូម៉ូអាចនឹងដិបផ្ទះរបស់យ៉ាងកែបានអត់តោះ let's go ដល់ចាប់បាននៅភាគថ្មីនេះគឺតឡើងពីស៊ូម៉ូគឺបានខឹងជាមួយនឹងយ៉ាងកែខ្លាំងតែម្ដងក៏បានជន់ភ្លើងនៅបលុតអីចឹងណាជន់ឈើនឹងឲ្យបាក់ចឹងទៅក៏វាថាបោះឈើចក្រមឲ្យខឹងជន់ឲ្យបាក់ចឹងណាបន្តមកស៊ូម៉ូនោះក៏បាននិយាយទៅកាន់យ៉ាងកែថាយ៉ាងកែលោកប្រុសរបស់យើងនឹងផ្ដល់ឱកាសមួយចុងក្រោយឲ្យទៅឯងបន្តមកយ៉ាងកែរបស់យើងគឺថាលឺហើយគឺថាមិនខ្វល់នោះទេស៊ូម៉ូនិយាយទៅក៏បាននិយាយទៅកាន់ស៊ូម៉ូវិញថាចាំមួយផ្លែបន្តមកយ៉ាងកែរបស់ពួកយើងក៏មិនខ្វល់ជាមួយនឹងស៊ូម៉ូទូស៊ូម៉ូហៅមិនក៏ដោយក៏អត់ខ្វល់អញ្ចឹងណាក៏បានដើរចូលផ្ទះបាត់ទៅបន្តមកកូនចៅរបស់ស៊ូម៉ូក៏បាននិយាយទៅកាន់ស៊ូម៉ូថាលោកប្រុសយ៉ាងកែម្នាក់នេះដូចជាមិនទុកមុខឲ្យលោកប្រុសសោះហើយបន្តមកស៊ូម៉ូក៏បានតទៅកាន់កូនចៅគេវិញថាមិនអីទេយើងអាចរងចាំបន្តិចទៅចុះដើម្បីប្រមានគេឲ្យដឹងដៃម្ដងឯនេះធ្លាប់បាននិយាយថាគេមិនដែលចោះចាញ់ទេមែនទេដូច្នេះហើយថ្ងៃនេះយើងនឹងប្រមានគេដល់តែគេសុំចោះចាញ់ជាមួយនឹងយើងនឹងឲ្យគេដឹងពីផលវិបាកនៃការធ្វើឲ្យលោកប្រុសយើងម្នាក់នេះបាក់មុខនឹងឲ្យយើងខឹងតើមកកូនចៅរបស់ស៊ូម៉ូក៏មិនបាននិយាយអីចឹងណាក៏បានចាំមើលចឹងទៅក៏បានឆ្លើយបានអីចឹងទៅបន្តមកយើងក៏បានដឹងថាយ៉ាងកែរបស់ពួកយើងនឹងដើរចូលផ្ទះនឹងគឺដើម្បីយកប្រវត្តិរបស់គេទុកវិញចឹងណាដើម្បីយកថ្នាំយកអីរបស់គេទុកចឹងទៅបន្តមកយ៉ាងកែក៏បានដើរចេញមកវិញចឹងណាបន្តមកយ៉ាងកែក៏បានចេញមកវិញចឹងណាបន្តមកក៏បានលើថាស៊ូម៉ូរកពមៀនគេអីចឹងណាក៏បានសួរទៅកាន់ស៊ូម៉ូថាតើឯងកំពុងតែចង់និយាយពីអីមកនេះស៊ូម៉ូបន្តមកស៊ូម៉ូក៏បាននិយាយទៅកាន់យ៉ាងកែវិញចឹងណាក៏បាននិយាយថាយ៉ាងកែលោកប្រុសដូចយើងនឹងផ្ដល់ឱកាសមួយចុងក្រោយឲ្យទៅឯងគ្រាន់តែលុតចង្គង់ចោះរួចគោរពយើង3ដងសូមយើងធ្វើជាគ្រូនោះយើងនឹងទុកជីវិតឲ្យឯងបើមិនអញ្ចឹងទេកុំបន្ទោសយើងឲ្យសោះបន្តមកយ៉ាងកែរបស់យើងគឺថាមិនខ្វល់ទេក៏បានគវីក្បាលអីចឹងណាបន្តមកស៊ូម៉ូក៏បានសួរទៅកាន់យ៉ាងកែថាស្អីគេឯងចង់មានន័យថាយ៉ាងម៉េចដែលគវីក្បាលហ្នឹងបន្តមកយ៉ាងកែរបស់យើងក៏បានតបទៅកាន់ស៊ូម៉ូចឹងណាក៏បានតបថាវាមិនស័ក្តិសមទេបន្តមកស៊ូម៉ូបន្ទាប់ពីបានលើថាយ៉ាងកែនិយាយថាមិនស័ក្តិសមចឹងណាក៏បានសួរទៅកាន់យ៉ាងកែថាតើឯងចង់មានន័យថាយ៉ាងម៉េចមិនស័ក្តិសមយ៉ាងម៉េចបន្តមកយ៉ាងកែរបស់យើងក៏បានតបទៅវិញទាំងរំភើតែម្ដងក៏បានតបទៅកាន់ស៊ូម៉ូថាឯងនៅតែមិនយល់ទៀតមែនទេទុកឲ្យយើងជាអ្នកបង្រៀនឯងទៅចុះយើងសួរឯងរឿងមួយទៅចុះតែឯងមានអ្នកខ្លាំងនៅពីក្រៅខ្នងមែនទេនៅក្នុងបសុគាហ្នឹងបន្តមកស៊ូម៉ូនិយាយថាគេមានមនុស្សលើខ្លួនឯងចឹងណាក៏បានតបទៅកាន់យ៉ាងកែវិញថានេះឯងដឹងយ៉ាងហោចណាស់ក៏ឯងឆ្លាតគួរសមដែរតើបន្តមកយ៉ាងកែរបស់យើងគឺថាមិនតែខ្វល់ពីរឿងខ្នងរបស់ស៊ូម៉ូអីយ៉ាងកែរបស់យើងក៏បានគិតក្នុងចិត្តថានេះបើមិនមែនព្រោះតែគ្រួសាររបស់ឯងទេតែឯងហ៊ានធ្វើរឹកពីអញ្ចឹងដែរមែនទេនេះមិនដឹងថាហ៊ានមកទីនេះសងសឹកយើងអត់នៅមិនតាន់ដឹងផងកុំថាឡើយដុតផ្ទះរបស់យើងស៊ូម៉ូអើយស៊ូម៉ូបន្តមកយ៉ាងកែវាថាគេគិតហើយចឹងក៏បាននិយាយទៅកាន់ស៊ូម៉ូថាប៉ុន្តែយើងកុំភ្លេចមើលស៊ូម៉ូគឺថាគេកំពុងតែសង្ហាគេហ្នឹងគេកំពុងតែជឿជាក់លើខ្លួនគេហ្នឹងថាគេលយហ្នឹងបន្តមកយ៉ាងកែរបស់ពួកយើងហ្នឹងក៏បាននិយាយទៅកាន់ស៊ូម៉ូថាខ្ញុំគិតថាមើលទៅម្នាក់នោះប្រកាសជាអ្នកខ្លាំងនឹងមានអំណាចនៅក្នុងបសុគាមិនខាននោះទេត្រូវទេបន្តមកស៊ូម៉ូក៏បានតទៅវិញអញ្ចឹងណាតទាំងសង្ហាអញ្ចឹងទៅក៏បានតទៅវិញថាមែនហើយគាត់គឺជាចាស់ប្រចាំម្នាក់នៅក្នុងបកនេះឯងបន្តមកស៊ូម៉ូក៏បានអួតបន្ថែមទៀតអញ្ចឹងណាក៏បានអួតថាហើយខ្ញុំក៏នៅមានបងស្រីម្នាក់ដែលជាសិស្សខ្លាំងកំពូលនៅក្នុងចំណោមសិស្សទាំង10ផងដែរហើយគាត់ថែមទាំងអាចកំចាប់ឯងប្រើតែម្រាមដៃមួយទៀតផងបន្តមកយ៉ាងកែរបស់ពួកយើងបន្ទាប់ពីស៊ូម៉ូបាននិយាយចោលអញ្ចឹងណាក៏បានដើរទៅជិតស៊ូម៉ូអញ្ចឹងទៅក៏បានដាក់ដៃលើស៊ូម៉ូអញ្ចឹងណាក៏បាននិយាយប្រាប់ស៊ូម៉ូថាបើអញ្ចឹងគឺត្រូវហើយខ្ញុំនិយាយត្រូវហើយវាមិនសមហេតុផលនោះទេបន្តមកស៊ូម៉ូគឺថាក៏វាដៃយ៉ាងកែចេញអញ្ចឹងណាក៏បាននិយាយទៅកាន់យ៉ាងកែថាចាប់យកដៃរបស់ឯងចេញពីយើងទៅឯងចង់និយាយពីស្អីហ្នឹងមិនសមហេតុផលស្អីគេយើងដូចជាមិនយល់ទេវើយបន្តមកយ៉ាងកែរបស់យើងក៏បាននិយាយទៅកាន់ស៊ូម៉ូអញ្ចឹងណាដាក់ទៅវិញយ៉ាងកៀងតែម្ដងកៀងទាំងអេមីនផងដែរនិយាយទៅយ៉ាងកែក៏បាននិយាយថាសាមញ្ញណាស់ហើយមិនក៏ឯងមិនយល់តើគូក្បាលរបស់ឯងមិនដំណើរការទេមែនទេឯងគិតមើលទៅមើលបងស្រីរបស់ឯងគឺជាសិស្សច្បងស្រីរបស់ខ្ញុំបើខ្ញុំគឺជាសិស្សរបស់ឯងនោះហើយហៅឯងថាជាលោកគ្រូចុះបងស្រីរបស់ឯងវិញគួរហៅឯងថាយ៉ាងម៉េចទៅហើយម្យ៉ាងវិញទៀតតើចាស់ព្រះរាជាជាខ្នងរបស់ឯងនោះតើគួរហៅឯងថាយ៉ាងម៉េចដែរវាមិនសមហេតុផលនោះទេវាមិនសមទេឯងដឹងទេ
តមកយ៉ាងកៃរបស់យើងបន្ទាប់ពីបាននិយាយហើយគឺថាស៊ូម៉ូរបស់យើងគឺថាកៀងយកតែម្ដងតែយ៉ាងកៃរបស់យើងគឺថាអត់ចប់ទេក៏បាននិយាយបន្ថែមទៀតថាឯនេះពិតជាប្រែប្រាស់ណាស់ស៊ូម៉ូបើខ្ញុំជាចាស់ប្រចារបស់ឯងវិញខ្ញុំនឹងដាក់ទោសឯងនៅក្នុងជ្រុះនាគទរគតមិនខាននោះទេខ្ញុំនឹងមិនឲ្យឯងចេញមកអស់មួយជីវិតតែម្ដងបន្ទាប់មកស៊ូម៉ូគឺថាចាញ់មករកកូនរបស់យ៉ាងកៃតែម្ដងគឺថាបានជឿឡើងស្លងតែម្ដងក៏បានគិតក្នុងចិត្តថាជ្រុះនាគទរគតស្អីគេចេះវើយបន្ទាប់មកកូនចៅរបស់ស៊ូម៉ូមកទៅកាន់ស៊ូម៉ូដូចជាចាញ់មករកកូនរបស់យ៉ាងកៃចឹងក៏បានស្រែកហៅស៊ូម៉ូអញ្ចឹងទៅក៏បានស្រែកហៅថាលោកប្រុសស៊ូអាចង្រៃនេះវាពូកែនិយាយខ្លាំងណាស់កុំស្ដាប់វាអីយើងមកទីនេះគឺដើម្បីសងសឹកមិនចឹងបន្ទាប់មកស៊ូម៉ូនិយាយថាគេភ្ញាក់ខ្លួនវិញអញ្ចឹងណាក៏បាននិយាយទៅកាន់យ៉ាងកៃថាយ៉ាងកៃឈប់និយាយអ្វីដែលគ្មានបានការទេទៅបើឯងមិនលុតជង្គង់សុំតោយើងទេអ្នកប្រុសដូចយើងម្នាក់នេះនឹងធ្វើឲ្យឯងស្ដាយក្រោយដល់ថ្ងៃដែលឯងកើតតែម្ដងស្អីគេចេះស្ដាយក្រោយដល់ថ្ងៃកើតហ្នឹងចេះអាមានហ្មងនៅនិយាយអញ្ចឹងបានទៀតចាញ់មនោគមរបស់យ៉ាងកៃហ្នឹងលេងហ៊ានហៅយ៉ាងកៃធ្វើកូនសិស្សហើយហ្នឹងចាញ់មនោគមហើយហ្នឹងនៅហ៊ានមកនិយាយអញ្ចឹងទៀតណាស៊ូម៉ូហើយស៊ូម៉ូបន្ទាប់មកយ៉ាងកៃរបស់យើងក៏បានសួរទៅកាន់ស៊ូម៉ូចំចឹងហ្នឹងក៏បានសួរថាសិស្សប្អូនស៊ូតើឯងកំពុងតែបបួលយើងប្រកួតមែនទេបន្ទាប់មកស៊ូម៉ូក៏បានដាក់ទៅកាន់យ៉ាងកៃវិញទាំងគាំងតែម្ដងក៏បាននិយាយថាខ្ញុំក៏ចង់ណាស់ដែរតែគួរឲ្យខកចិត្តណាស់គឺមកពីឯងគ្មានសមត្ថភាពប្រកួតជាមួយនឹងយើងនោះទេលោកប្រុសឯងម្នាក់នេះគឺនៅដំណាក់កាលរាងកាយកម្រិតទី9បាត់ទៅហើយបន្ទាប់មកយ៉ាងកៃរបស់ពួកយើងតបពីបានលើស៊ូម៉ូនិយាយបាននេះចឹងណាក៏បានគិតថាអូត្រូវហើយច្បាប់ដំណាក់កាលប្រកួតប្រជែងរបស់ប៉ាដែលភាពខុសគ្នានៃកម្លាំងធាតុនិងដំណាក់កាលគឺមិនអាចលើសពី2ទៅ3កម្រិតបាននោះទេបន្ទាប់មកកូនចៅរបស់ស៊ូម៉ូជាមួយនឹងស៊ូម៉ូគឺថាបានសោចប្រាវតែម្ដងអញ្ចឹងណាបន្ទាប់ពីបាននិយាយចឹងហើយណាគេអួតគេនោះណាបន្ទាប់មកស៊ូម៉ូបន្ទាប់ពីបានសើហើយក៏បានឈ្លាននិយាយឌឺយ៉ាងកៃទៀតចឹងណាក៏បាននិយាយថាគ្រប់គ្នាដឹងហើយថាសិស្សច្បងយ៉ាងរបស់ពួកយើងបានឈានដល់ដំណាក់កាលរាងកាយកម្រិតទី3ហើយតើមានបងប្អូនណាចង់ប្រមានមេរៀនដល់គាត់ដែរឬទេបន្ទាប់មកកូនចៅរបស់ស៊ូម៉ូនិយាយថាសោចឌឺយ៉ាងកៃចឹងណាក៏បានសោចថាដំណាក់កាលរាងកាយកម្រិតទី3អូយខ្លាំងណាស់ខ្លាំងប៉ុណ្ណាទៅហាហាបន្ទាប់មករំពេញនោះស្រាប់តែមានកូនសិស្សម្នាក់ប្រហែលជាកូនចៅរបស់ស៊ូម៉ូដែរអញ្ចឹងណាក៏បាននិយាយទៅកាន់ស៊ូម៉ូថាលោកប្រុសស៊ូទៅឲ្យខ្ញុំទៅចុះទៅឲ្យខ្ញុំជាអ្នកផ្ដល់មេរៀនឲ្យគាត់ទៅចុះកម្លាំងធាតុនិងដំណាក់កាលរបស់ខ្ញុំគឺនៅទាបជាងគេទេក្នុងចំណោមមិត្តភ័ក្តិរបស់ខ្ញុំព្រោះកម្លាំងធាតុរបស់ខ្ញុំគឺនៅដំណាក់កាលកម្រិតទី5មកទៅខ្ញុំគួរតែទុកមកឲ្យសិស្សច្បងយ៉ាងបន្តិចទៅចុះបន្តមកយ៉ាងកែបន្ទាប់ពីបានលើថាគេលវិថាគេឌឺដាក់ខ្លួនអញ្ចឹងណាក៏បានកាត់ក្នុងចិត្តថាកាលពី5ថ្ងៃមុនខ្ញុំពិតជានៅក្នុងដំណាក់កាលរាងកាយកម្រិតទី3ពិតមែនប៉ុន្តែឥឡូវនេះខ្ញុំមិនដូចមុនទៀតនោះទេបន្ទាប់មកអាប៉ែនោះក៏បានណែនាំខ្លួនទៅកាន់យ៉ាងកែអញ្ចឹងណាក៏បានណែនាំខ្លួនថាសិស្សច្បងយ៉ាងខ្ញុំឈ្មោះថាចៅហ៊ូត្រូវចាំរឿងនៅថ្ងៃនេះផងសិស្សច្បងយ៉ាងបន្ទាប់មកយ៉ាងកែក៏បានតបទៅវិញអញ្ចឹងណាតបទៅវិញទាំង confident តែម្ដងក៏បានតបទៅវិញថាខ្ញុំនឹងចងចាំវាទុកមិនអីទេបន្ទាប់មកអាប៉ែចៅហ៊ូនឹងបន្ទាប់ពីយ៉ាងកែបាននិយាយចប់ចឹងក៏បាននិយាយទៅកាន់យ៉ាងកែបន្ថែមទៀតចឹងណាវាថាតយ៉ាងកែ3ស្នៀតចឹងទៅដើម្បីឲ្យយ៉ាងកែវាថាបាក់មុខជាងមុនអញ្ចឹងណាក៏បាននិយាយទៅកាន់យ៉ាងកែថាសិស្សច្បងយ៉ាងកុំថាខ្ញុំមិនទុកមុខឲ្យបងណាខ្ញុំនឹងតឲ្យបង3ស្នៀតទៅចុះហើយបើសិនជាបងអាចធ្វើឲ្យខ្ញុំថយក្រោយតែមួយជំហាននោះទុកថាខ្ញុំជាអ្នកចាញ់ទៅចុះប៉ុន្តែបើសិនជាបងមិនអាចវិញនោះសិស្សប្អូនម្នាក់នេះមិនតឲ្យទៀតនោះទេបន្ទាប់មកស៊ូម៉ូបន្ទាប់ពីបានឃើញថាចៅហ៊ូមើលទៅឌឺយ៉ាងកែខ្លាំងចឹងណាក៏បានគិតក្នុងចិត្តថាចៅហ៊ូម្នាក់នេះពិតជាធ្វើបានល្អខ្លាំងណាស់អាចង្រៃយ៉ាងកែម្នាក់នេះប្រកាសជាបាក់មុខមិនស្ទើរនោះទេវិធីនេះពិតជាល្អខ្លាំងណាស់បន្ទាប់មកយើងក៏បានឃើញថាសិស្សស្រីម្នាក់ដែលបានតែងតែកត់ត្រាប្រវត្តិរបស់យ៉ាងកែគឺថាឡើងមកលើដើមឈើដើម្បីកត់ត្រាទៀតហើយបន្ទាប់មកការប្រកួតរវាងយ៉ាងកែជាមួយនឹងចៅហ៊ូក៏បានចាប់ផ្ដើមអញ្ចឹងណាបន្ទាប់មកសិស្សស្រីម្នាក់របៀបថាឃ្លាំមើលពីអ្នកនឹងអញ្ចឹងទៅប៉ុន្តែមុននឹងចាប់ផ្ដើមយ៉ាងកែក៏បាននិយាយទៅកាន់ចៅហ៊ូថាតែនេះពិតជាអាចទៅរួចដែរមែនទេនេះវាដូចជាមិនស័ក្តិសមនោះទេវាដូចជាមិនចាំបាច់ទេដឹងអីបន្ទាប់មកចៅហ៊ូរបៀបថាគេមានមោទនភាពនឹងខ្លួនឯងពេកអញ្ចឹងណាគេគិតថាខ្លួនគេខ្លាំងអីចឹងទៅក៏បាននិយាយទៅកាន់យ៉ាងកែថាកុំបារម្ភអីសិស្សច្បងវាមិនអីនោះទេក្នុងនាមខ្ញុំគឺជាសិស្សប្អូនខ្ញុំគួរតែតឲ្យបងចឹងហើយមិនតន់ស្គាល់ពីសត្រូវច្បាស់លាស់ប៉ុន្តែបែរជាហ៊ានតសត្រូវប្រកាសជាចាញ់មិនខាននោះទេបន្ទាប់មកយ៉ាងកែរបស់ពួកយើងរបៀបថាមិនដឹងធ្វើយ៉ាងម៉េចមានតាមគេអញ្ចឹងណាក៏បាននិយាយថាល្អខ្លាំងណាស់បើសិស្សប្អូនចូលទទួលអញ្ចឹងទៅហើយសិស្សច្បងដូចជាខ្ញុំនឹងមិនប្រកែកទីនោះទេបន្ទាប់មកប៉ែចៅហ៊ូរបៀបថាគេស្រែកឲ្យយ៉ាងកែអញ្ចឹងណាក៏បានស្រែកឲ្យយ៉ាងកែថាមិនចេញកម្លាំងទាំងអស់មកសិស្សច្បងបន្ទាប់មកមុនអ្វីគ្នាប៉ែចៅហ៊ូរបៀបថាគិតក្នុងចិត្តដែរអញ្ចឹងណាលួចគិតក្នុងចិត្តថាមនុស្សតុងស្នើដូចជាឯងខ្ញុំអាចកិច្ចចេញពីការវិបហារបស់ឯងត្រឹមតែមួយដង្ហើមប៉ុណ្ណោះហើយណាមួយខ្ញុំមិនចាំបាច់ប្រើកម្លាំងដល់5ភាគផងខ្ញុំប្រហែលជាអាចនឹងព្រួឯងបានបាត់ទៅហើយលឺថាឌឺអញ្ចឹងណាលឺថាគិតថាគេខ្សោយអញ្ចឹងណាគេបញ្ចេញកម្លាំងទាំងអស់មកអីអញ្ចឹងទៅយ៉ាប់មកតន់ឃើញគេវាយគ្នាយ៉ាងម៉េចយ៉ាងម៉ាផងតែបាទអញ្ចឹងដែរព្រោះឲ្យឃើញយ៉ាងកែចាញ់រហូតអញ្ចឹងណាបន្ទាប់មកយ៉ាងកែលឺថាគេនិយាយឌឺប៉ុណ្ណឹងហើយក៏មិនតអន់អីយ៉ាងកែរបស់យើងក៏បាននិយាយថាសិស្សប្អូនចៅសិស្សច្បងម្នាក់នេះនឹងមិនចេញស្នៀតហើយណា
បន្ទាប់មកពេលចូលហូនឹងវាថាគេបានចិត្តចឹងណាគិតថាយ៉ាងកែខ្សោយអីចឹងទៅវាថាមិនប្រុងប្រៀបអីដែរវាថាគិតតែគេខ្សោយចឹងណាក៏បាននិយាយថាចូលមកអញ្ចឹងសើច្បងបន្ទាប់មកមានអីយ៉ាងកែរបស់យើងគ្រាន់តែចូលមកភ្លាមដាក់មួយជើងកដានធុងបាត់ឃើញទេអញ្ចឹងឃើញទេឌឺគេឃើញទេបន្ទាប់មកយ៉ាងកែគឺថាមួយជើងកដានទ្រូងមិនទាន់អស់ក៏បានដាក់មួយដៃកដានធុងទៀតចឹងណាក៏តមកក៏បានដាក់មួយជើងកដាចកាទៀតទៅមិនដឹងជាតឲ្យគេ3ស្នៀតឬមួយក៏ឲ្យគេវាយ3ស្នៀតទេនេះបន្ទាប់មកមានអីទៀតជើហួននោះក៏បានដេកស្ដោកនឹងដីចឹងណាអានឹងហើយថាកុំឌឺពេកប្រូបន្ទាប់មកស៊ូម៉ូជាមួយនឹងកូនចៅរបស់ស៊ូម៉ូជាមួយនឹងសិស្សស្រីម្នាក់នោះគឺថាបើកភ្នែកធំយកតែម្ដងភ្នែកឡើងប៉ុនកូនមន់បន្ទាប់មកស៊ូម៉ូរបៀបថាគេភ្ញាក់ផ្អើលចឹងក៏បាននិយាយចឹងណាក៏បាននិយាយថាអញជើហូបានចាញ់ក្រោមដៃរបស់យ៉ាងកៃនេះមិនមែនទេដឹងខ្ញុំមើលខុសទេដឹងនេះវាមិននឹងអាចទៅរួចមិនក៏ទៅជាអញ្ចឹងបន្ទាប់មកសិស្សស្រីដែលតែងតែខ្លោមើលយ៉ាងកៃនោះក៏បានភ្ញាក់ផ្អើលដែរអញ្ចឹងណាក៏បានធ្លាក់ទៅលើដើមឈើអញ្ចឹងតែដោយសារភ្ញាក់ផ្អើលខ្លាំងពេកបន្ទាប់មកក៏បានសៃតែឈឺអីអញ្ចឹងទៅឯមានក៏ឈឺចំនួនដែរធ្លាក់ទៅលើដើមឈើលោកអើយបន្ទាប់មកធ្លាក់ទៅលើដើមឈើខ្លួនឯងសោះក៏បានគិតថាយ៉ាងកៃថានេះមកពីយ៉ាងកៃទាំងអស់អូយឈឺណាស់ប៉ុន្តែទោះជាយ៉ាងណាក៏ដោយវាគួរឲ្យភ្ញាក់ផ្អើលពេកហើយទេដឹងអីតែគេបានជួបរឿងអ្វីខ្លះទៅបន្ទាប់ពីគេបានចាក់ចេញទៅក្រៅប៉ុន្មានថ្ងៃមកនេះហើយអ្វីបានជាកម្លាំងធាតុរបស់គេកើនឡើងលឿនយ៉ាងនេះក្នុងការប្រកួតមួយនេះគេដូចជាបានប្រើនៅចំហាយកម្លាំងធាតុទៀតផងគេគួរតែនៅកម្រិតទី4នៃដំណាក់កាលរាងកាយរួចបាត់ទៅហើយមើលទៅប៉ុន្តែវាដូចជាមិនអាចទៅរួចនោះទេព្រោះប៉ុន្មានថ្ងៃមុនគេនៅកម្រិតទី3សោះហ្នឹងយ៉ាងកៃតែនេះមានរឿងអ្វីកើតឡើងចំពោះឯងទៅបន្ទាប់មកយ៉ាងកៃរបស់ពួកយើងបន្ទាប់ពីបានយកឈ្នះហើយក៏បាននិយាយថាខ្ញុំនៅតែមិនអាចគ្រប់គ្រងកម្លាំងធាតុរបស់ខ្ញុំបានល្អនោះទេបន្ទាប់មកស៊ូម៉ូបន្ទាប់ពីបានលើបាយនេះហើយក៏បានចង្អុលមកយ៉ាងកៃចឹងណាបន្ទាប់មកក៏បាននិយាយទៅកាន់យ៉ាងកៃថាឯងលេងល្បិចយ៉ាងកៃតែឯងលេងល្បិចមែនទេបន្ទាប់មកយ៉ាងកៃបន្ទាប់ពីបានលើស៊ូម៉ូនិយាយថាខ្លួនលេងល្បិចចឹងណាក៏បាននិយាយទៅកាន់ស៊ូម៉ូវិញថាសិស្សប្អូនស៊ូមិនគួរចោទដល់គ្មានភ័ស្តុតាងបាយនេះទេមិនបានជឿថាខ្ញុំលេងល្បិចបន្ទាប់មកស៊ូម៉ូលើបាយនេះហើយនិយាយថាកៀងចឹងណាក៏បាននិយាយទៅកាន់យ៉ាងកៃនេះឯងចឹងទៅបន្ទាប់មកកូនចៅរបស់ស៊ូម៉ូក៏បានខ្សឹបប្រាប់ស៊ូម៉ូចឹងណាក៏បាននិយាយថាលោកប្រុសស៊ូវាដូចជាព័ត៌មានរបស់យើងទទួលបាននឹងដូចជាខុសទេដឹងអីអាចទាំងរៃនេះដូចជាមិនមែនស្ថិតនៅក្នុងដំណាក់កាលទី3នោះទេខ្ញុំគិតថាគេមិននៅក្រោមកម្រិតទី5នោះទេហើយបើសិនជាគេនៅក្រោមកម្រិតទី5តែគេមិននឹងអាចយកឈ្នះជើហូបានយ៉ាងងាយបែបនេះទៅបន្ទាប់មកស៊ូម៉ូទៅបានលើកូនចៅខ្លួននិយាយបែបនេះក៏បានគិតក្នុងចិត្តថាជើហូម្នាក់នេះពិតជាធ្វើប្រហែសពេកហើយនេះបើសិនជាមិនដោយសារតែគេតឲ្យយ៉ាងកៃ3ស្នៀតនោះទេតែគេអាចនឹងចាញ់បានយ៉ាងម៉េចទៅស៊ូម៉ូម្នាក់ហ្នឹងគឺថាយ៉ាប់ដែរហ្នឹងមុននឹងប្រសើរគេថាគេរកល្បិចបានល្អឥឡូវមកថាឲ្យគេថាមកវិតឲ្យវិញឯណាបន្ទាប់មកស៊ូម៉ូទៅបានគិតក្នុងចិត្តហើយក៏បាននិយាយទៅប្រាប់កូនចៅគេអញ្ចឹងណាក៏បាននិយាយថាបានអញ្ចឹងទៅហើយគឺមកពីយ៉ាងកៃនេះឯងបន្ទាប់ពីស៊ូម៉ូបាននិយាយជាមួយនឹងកូនចៅគេហើយអញ្ចឹងគេក៏បាននិយាយទៅកាន់យ៉ាងកៃវិញអញ្ចឹងណាក៏បាននិយាយថាអូសិស្សច្បងយ៉ាងបងបានលាក់នៅកម្លាំងរបស់បងបានល្អខ្លាំងណាស់ពួកយើងពិតជាមិនដឹងតតែសោះបន្ទាប់មកស៊ូម៉ូរបៀបថាធ្វើអីយ៉ាងកៃអត់បានអញ្ចឹងណាក៏បាននិយាយទៅកាន់យ៉ាងកៃថាពួកយើងនឹងមានឱកាសជួបគ្នាជាច្រើនដងទៀតនៅថ្ងៃក្រោយហើយឯងប្រហែលជានឹងមិនមានសំណាងដោយថ្ងៃនេះទីនោះទេសិស្សច្បងយ៉ាងតោះពួកយើងទៅវិញបន្ទាប់មកពួកគេទាំង3នាក់ទាំង4នាក់ហ្នឹងក៏បានត្រឡប់ទៅវិញអញ្ចឹងណាបន្ទាប់មកយ៉ាងកែតបបានឃើញថាពួកគេបានត្រឡប់ទៅវិញអស់អញ្ចឹងណាក៏បាននិយាយម្នាក់ឯងថានិយាយតាមត្រង់ទៅចុះនេះវាពិតជាសំណាងពេកហើយបើមិនដោយសារតែគេមើងងាយខ្ញុំតខ្ញុំ3ស្នៀតនោះទេខ្ញុំក៏ប្រហែលជាមិនអាចយកឈ្នះដែលស្រួលបែបនេះនោះទេមើងងាយគូសត្រូវប្រកាសជាវានេះខ្លួនឯងមិនខាននោះទេខ្ញុំនឹងចងចាំវាទុកបន្ទាប់មកគឺថាយ៉ាងកៃរបស់ពួកយើងក៏ថាធ្វើមកឡើងកំសត់តែម្ដងគឺដោយសារតែស៊ូម៉ូនឹងមករករឿងយ៉ាងកៃធ្វើយ៉ាងកៃខកពេលក្នុងការហុកហាត់វាច់កូនរបស់គេអញ្ចឹងណាបន្ទាប់មកយ៉ាងកៃរបស់ពួកយើងក៏បានគិតក្នុងចិត្តថានេះដោយសារតែស៊ូម៉ូទៅថ្ងៃនេះខ្ញុំហួសពេលក្នុងការវឹកហាត់វាច់កូនរបស់ខ្ញុំពិតជាចំមែនហើយបន្ទាប់មកមួយសម្បកក្រោយមកគឺថាយ៉ាងកៃរបស់យើងគឺថាទៅមកពីភ្នំអញ្ចឹងទៅគឺត្រូវការមួយទឹកសម្អាតខ្លួនអញ្ចឹងណាបន្ទាប់មកយ៉ាងកៃរបស់ពួកយើងក៏បានដោះកៅអៅដើម្បីសម្អាតខ្លួនអញ្ចឹងទៅដើម្បីចូលមួយទឹកប៉ុន្តែយ៉ាងកៃរបស់ពួកយើងគឺថាមិនបានមួយទឹកនៅក្នុងផ្ទះទេគឺបានមួយទឹកនៅខាងក្រៅផ្ទះខាងក្រៅអញ្ចឹងណាបន្ទាប់មករូបភាពតក៏បានកាត់មកខាងសិស្សស្រីអញ្ចឹងណាកន្លែងហ្នឹងឯងមានសំហៅថាជាតួស្រីដោយសារតែប្រហែលជាតួស្រីអញ្ចឹងណាដោយសារតែឃើញរូប poster អីរូបអីណាមួយសាច់រឿងចេញមកឃើញតែម្នាក់ស្រីហ្នឹងម្នាក់អីអញ្ចឹងណាបន្ទាប់មកយើងក៏បានឃើញថាតួស្រីរបស់ពួកយើងក៏បានដើរមកកន្លែងផ្ទះរបស់យ៉ាងកៃអញ្ចឹងណាបន្ទាប់មកដូចជាវាថារកយ៉ាងកៃអត់ឃើញយ៉ាងកៃអញ្ចឹងទៅបន្ទាប់មកក៏បានកាត់ក្នុងចិត្តថាដើមឡើយមកទីនេះគឺព្រោះតែចង់មើលយ៉ាងកៃដើម្បីចង់ដឹងថាតើគេស្ថិតនៅក្នុងកម្រិតមួយណាតែហេតុអ្វីបានជាដូចជាមិនឃើញគេអញ្ចឹងបន្ទាប់មកតួស្រីរបស់ពួកយើងក៏បានលើសំឡេងអីមួយអញ្ចឹងទៅបន្ទាប់មកក៏បានកលេចមើលទៅគឺថាអៀនយកតែម្ដងគឺដោយសារតែតួប្រុសរបស់យើងនឹងឯងគឺថាដោះសម្លៀកបំពាក់នឹងកណ្ដាលវាយកតែម្ដងព្រោះតួស្រីរបស់ពួកយើងនឹងគឺថាអៀនឡើងមុខក្រហមអស់លេងតាហើយបន្ទាប់មកតួស្រីរបស់ពួកយើងឃើញហើយក៏បានគិតក្នុងចិត្តថាស្អីគេអញ្ចេះតើនេះគេកំពុងតែធ្វើស្អីគេហ្នឹង
បន្ទាប់មកតួស្រីរបស់ពួកយើងបន្ទាប់ពីបានគិតចប់ហើយគឺថាអត់មានទៅណាទេនៅចាំមើលនឹងបដ ாய் លួចមើលកូនប្រុសគេងូតទឹកនេះតួស្រីយើងនេះបន្ទាប់មកតួស្រីរបស់ពួកយើងឃើញហើយក៏បានគិតក្នុងចិត្តចឹងណាវាថាចង់ហួសចិត្តអីចឹងទៅក៏បានគិតក្នុងចិត្តថាតែនេះវាពិតជាគួរឲ្យហួសចិត្តណាស់សិស្សប្អូនម្នាក់នេះមិនក៏ហ៊ានស្រាក់ខោអាវនៅទីនេះទៅវិញហើយថែមទាំងមិនខ្វល់នឹងខ្លាចគេឃើញទៀតផងនៅពេលយប់គឺមិនថានោះទេតែនេះគឺនៅកណ្ដាលថ្ងៃចេះតែម្ដងនេះគេពិតជាគ្មានគេខ្មាស់សោះហើយខ្ញុំគួរតែចាក់ចេញហើយឥឡូវនេះវាល្អជាងនៅចាំមើលនឹងទៀតទៅកុំតន់ទៅនៅនឹងហើយបន្ទាប់ពីសិស្សច្បងស្រីរបស់យ៉ាងកៃបានទៅផុតយ៉ាងទៅយ៉ាងកៃរបស់យើងក៏បានងូតទឹកហើយដែរអញ្ចឹងណាបន្ទាប់មកយ៉ាងកៃរបស់ពួកយើងក៏បានស្លៀកពាក់អីវិញអញ្ចឹងទៅបន្ទាប់មកកំពុងតែស្លៀកពាក់ហ្នឹងយ៉ាងកៃរបស់ពួកយើងក៏បានគិតក្នុងចិត្តថាខ្ញុំបានចាក់ចេញពីប៉ាអស់ជាច្រើនថ្ងៃមកហើយអ្វីដែលខ្ញុំត្រូវធ្វើនៅពេលនេះគឺមានតែបោះសម្អាតសិនហើយចាំគិតទៀតបន្ទាប់មកយ៉ាងកៃក៏បានយកឈើអំបោះមកបោះសម្អាតអញ្ចឹងណាបន្ទាប់មកគេក៏បាននិយាយទៀតដែរថាទោះបីជាមានបញ្ហាបន្ទាំផ្សេងទៀតក៏ដោយក៏ខ្ញុំត្រូវតែបោះសម្អាតវាជាមុនសិនដែរព្រោះវាជាការងាររបស់ខ្ញុំដែលប៉ាបានដាក់ឲ្យខ្ញុំធ្វើការងារមិនមែនជាការកោនោះទេដូច្នេះត្រូវតែធ្វើវាឲ្យបានល្អបន្ទាប់មកមួយសម្បកក្រោយមកយ៉ាងកៃរបស់យើងក៏បានធ្វើការងាររបស់គេហើយអញ្ចឹងណាបន្ទាប់មកគេក៏បានត្រឡប់មកផ្ទះវិញអញ្ចឹងទៅបន្ទាប់មកយ៉ាងកៃក៏បានយកថងថ្នាំដែលគេបានបេះមកពីលើភ្នំមកគេក៏បានឆែកមើលថងថ្នាំរបស់គេអញ្ចឹងណាបន្ទាប់មកគេក៏បាននិយាយថាខ្ញុំនឹងទុកថ្នាំខ្លះនៅទីនេះសម្រាប់ការវឹកហាត់របស់ខ្ញុំហើយអ្វីដែលនៅសេសសល់ផ្សេងទៀតខ្ញុំអាចយកវាខ្លះទៅដូរជាមួយនឹងបន្ទូចនៅសាថ្នាំបានបន្ទាប់មកយ៉ាងកៃរបៀបតែរៀបនឹងចាក់ចេញហើយក៏បាននឹកឃើញតាគូតាពាក់កៅអៅកាចាស់វិញវាល្អជាងអញ្ចឹងណាបន្ទាប់មកយ៉ាងកៃរបស់យើងក៏បាននិយាយថាខ្ញុំគួរតែស្លៀកពាក់អានោះវិញវាល្អជាងហីចំយ៉ាងកៃចង់ធ្វើអីចេះចង់សម្ដែងមែនហ្នឹងបន្ទាប់មកយ៉ាងកៃរបស់យើងមួយសម្បកក្រោយមកក៏បានមកដល់ឯសាថ្នាំអញ្ចឹងណាបន្ទាប់មកតាចាស់មេដែលនៅទីនោះគឺថាឃើញយ៉ាងកៃភ្លាមក៏បានព្រោះទឹកចេញមកអញ្ចឹងដល់សារតែភ្ញាក់ផ្អើលអញ្ចឹងណាអេមានទីថាដល់សារតែយ៉ាងកៃគឺថាពាក់អាវលហែកលហុយមកអញ្ចឹងណាអញ្ចឹងទៅតាចាស់មេភ្ញាក់អីអញ្ចឹងទៅបន្ទាប់មកតាចាស់មេឃើញយ៉ាងកៃបែបនេះក៏បានសួរទៅកាន់យ៉ាងកៃថាយ៉ាងកៃហេតុអ្វីបានជាឯងមើលទៅដូចជាពិបាកមើលយ៉ាងនេះយ៉ាងកៃបន្ទាប់មកយ៉ាងកៃរបស់ពួកយើងគឺថាសម្ដែងយកតែម្ដងគឺថាបកែមកយ៉ាងកៃយើងអាខាងសម្ដែងហ្នឹងមើលទៅបន្ទាប់មកយ៉ាងកៃរបស់យើងក៏បានសម្ដែងនិយាយទៅកាន់តាចាស់មេអញ្ចឹងណាក៏បាននិយាយថាខ្ញុំបានត្រឡប់មកវិញហើយមេក្រុមមេងនិយាយថានិយាយដូចជាទៅដាទៅដួលអញ្ចឹងណាមើលទៅយ៉ាងកៃហ្នឹងចង់ធ្វើឲ្យតាមេអញ្ចឹងអាណិតមកមើលទៅបន្ទាប់មកតាចាស់មេឃើញបែបនេះរបៀបថាមើលទៅដូចជាទៅដាទៅដួលអញ្ចឹងក៏បានសួរទៅកាន់យ៉ាងកៃថាអោនេះឯងមើលទៅដូចជាជួបរឿងមិនល្អទេមែនទេនៅទីនោះកន្លែងនេះគឺចង់សម្ដៅទៅលើភ្នំខ្យល់ខ្មៅអញ្ចឹងណាទាំងអស់គ្នាបន្ទាប់មកយ៉ាងកៃរបស់ពួកយើងក៏បានតទៅវិញអញ្ចឹងណាក៏បានតទៅវិញថាបើតាចាស់មេវាពិតជាគូថ្នាក់បន្តិចដែរហ្នឹងប៉ុន្តែមិនអីទេយ៉ាងហោចណាស់ពេលនេះក៏ខ្ញុំអាចត្រឡប់មកវិញបានដែរមិនអីទេវាមិនមែនជារឿងធំដុំអីនោះទេប៉ុន្តែការរកថ្នាំវិញវាបានផលល្អខ្លាំងណាស់ព្រឹទ្ធាចារ្យមេនិយាយថាសាថ្នាំទទួលយកថ្នាំទាំងអស់នេះទេបន្ទាប់មកតាចាស់មេឃើញយ៉ាងកៃបែបនេះគេវាថាណិតយ៉ាងកៃអញ្ចឹងណាចូលមនោគមរបស់យ៉ាងកៃក៏បានគិតក្នុងចិត្តថាតែនេះសុទ្ធតែជាថ្នាំថ្នាក់ទាបធម្មតាប៉ុណ្ណោះនឹងមិនសូវមានតម្លៃនោះទេសារថ្នាំរបស់ពួកយើងគឺមានប្រភេទថ្នាំទាំងអស់នេះច្រើនខ្លាំងណាស់យើងស្ទើរតែគ្មានកន្លែងគ្រប់គ្រាន់សម្រាប់ដាក់ពួកវាទៀតនោះទេបន្ទាប់មកនៅភាគនេះគឺថាបញ្ចប់ត្រឹមតែយ៉ាងកៃគឺថាបានយកថ្នាំមកដូរនៅកន្លែងនេះឯងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូនេះពីដើមដល់ចប់ហើយក៏អរគុណយ៉ាងជ្រាលជ្រៅសម្រាប់ការគាំទ្រអេមីនពីដើមទីរហូតមកដល់ពេលនេះនៅថ្ងៃខាងមុខផងដែរអេមីនគឺថាសង្ឃឹមយ៉ាងមុតមមតែម្ដងគឺថាខ្មែរស្រឡាញ់ខ្មែរសង្ឃឹមថាអ្នកទាំងអស់គ្នាមិនកំណាញ់ចុច like និង comment ហើយនិង subscribe ដាក់សញ្ញាកណ្ដឹងនិង follow ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗនិងភាគថ្មីនៅពេលក្រោយអរគុណជួបគ្នានៅវីដេអូក្រោយបាយបាយ